Chẳng mà tao bên ấy tạ thà bọn con không muối bàn vừa miền đi ha miền ép AI ó này AI này miền search xua miền DeepSeek Copilot ChatGPT miền ấy Microsoft ấy nó Bing ấy đó chứ mình này nhớ nè và nhóm thời trái nhóm cho chất ChatGPT chẳng là chui tao giờ con cá sao chiếu con cá cỡ con định con cái đại và chứ chạy lấy nông gạn này tha bọn con môi phát ở toàn trẻ phá nữa nhưng ai phá vì máu hỏi bên tăng xa máy bên tăng xa ông lại teo là xa xua ta quay tới chia chat GPT hay chat GPT ai chui ở vậy bàn khác mà chẳng chậm mười giờ mơ mơ ta ai chui ấy là bán chậm mơ là chat GPT giờ cài về tỉnh máu ok chẳng cái dễ phép giờ chat GPT chế ai sắp bệnh mình được cả là cầm hồn OpenAI vậy nè này chẳng tao chẳng xua sao chơi bên tên chơi phía xa mai tên phía xa lệ chui ban trả nè này chẳng nó này pra này là mấy con cá xoay rồi po đầm miên sặc xa rồi mùi có vậy xem tiền đầu tiên sơ chụp sang lấy các bạn này dẫn chẳng đăng thả tá với tiêu họ vẽ pon cho mùi đừng đầm nào ca tại ICJ thì dẫn nó trong đăng ký process what is the process the process of the ICJ cháu thì họ process rồi có step bên dưới này chẳng có những ai bạn đăng anh này mở tờ ai khang AI nó chui prapประโยชน์อย่างไร chat GPT nó cắt với cả search ព័ត៌មានផ្សេងនៅមាននៅលើបណ្ដាញអ៊ីនធឺណិតចឹងទៅហើយតបមកបញ្យល់ប្រាប់យើងអញ្ចឹងនេះ ICJ អង្គការតុលាការយុត្តិធម៌អន្តរជាតិអីចឹងគេមានដំណើរការគេអញ្ចឹងវាថាជំហានសំខាន់មុននឹងទៅដល់ ICJ អញ្ចឹងគេប្រាប់ថាទី1គឺត្រូវដាក់ពាក្យបណ្ដឹងឬមួយក៏មានកិច្ចព្រមព្រៀងពិសេសណាមួយអញ្ចឹងទៅអញ្ចឹងករណីគេបញ្យល់បន្ថែមទៀតករណីមួយអាចចាប់ផ្ដើមបាននៅពេលដែលរដ្ឋមួយហ្នឹងដាក់ពាក្យបណ្ដឹងទៅឬក៏រដ្ឋទាំងពីរហ្នឹងព្រមព្រៀងគ្នាក្នុងការនាំយកករណីអីមួយតាមរយៈការព្រមព្រៀងគ្នាលក្ខណៈពិសេសណាមួយអញ្ចឹងទៅហ្នឹងហើយតបមកក្នុងពាក្យបណ្ដឹងហ្នឹងត្រូវតែបញ្ជាក់ពីការពិតបញ្ជាក់ពីផ្នែកច្បាប់ឬក៏ពីអីផ្សេងៗអញ្ចឹងទៅមកជំហានទី2គឺក្នុងការដែលផ្ដល់ព័ត៌មានឬក៏ដំណើរការពាក់ព័ន្ធមួយនឹងការសរសេរជាលេខលក្ខអក្សរទេណាអញ្ចឹងគេបញ្យល់ពាក្យបន្ថែមទៀតហើយ ICJ ហ្នឹងគេចុះឈ្មោះពីករណីអញ្ចឹងណាចុះបញ្ជីពីករណីបន្ទាប់មកផ្ដល់ព័ត៌មានដល់ភាគីម្ខាងទៀតដើម្បីឲ្យដឹងពីពាក្យបណ្ដឹងហ្នឹងអញ្ចឹងទៅហើយបន្ទាប់មកភាគីទាំងពីរហ្នឹងគឺត្រូវបានផ្ដល់ពេលវេលាឲ្យក្នុងការសរសេរផុសតាងឬក៏អីហ្នឹងគេមានផ្ដល់ពេលឲ្យក្នុងការសរសេរពីរឿងហេតុឬក៏ដូចជាហ្នឹងឯងផ្ដល់ទៅលើផុសតាងការពិតអីផ្សេងហ្នឹងមានអីសរសេរមកអញ្ចឹងគេឲ្យសរសេរទាំងពីរទាំងអ្នកដែលប្តឹងហើយនិងអ្នកដែលតបបណ្ដឹងមកវិញអញ្ចឹងហើយអាចនឹងឆ្លើយឆ្លងគ្នាដែរក្នុងករណីខ្លះបន្ទាប់មកជំហានទី3គេមានជំហានទី3គេហ្នឹងមានបើសិនជាក្នុងករណីមានអីត្រូវការស្នើសុំអាចដូចថាចង់ស្នើសុំអីផ្សេងមានជំហានទី4បន្ទាប់មកគេដល់សវនាការអញ្ចឹងទៅពាក់គេទាំងពីរឡើងសវនាការធ្វើបទបង្ហាញពីតេយ្យបល់របស់គេដើម្បីគ្រប់គ្រងទៅលើពាក្យបណ្ដឹងហ្នឹងអញ្ចឹងទៅបាទជំហានទី5ចាប់ផ្ដើមខាងចៅក្រមមាន15រូបចាប់ផ្ដើមធ្វើការពិចារណាលើធាតុសត្យានុម័តហ្នឹងវាធាតុការពិតហ្នឹងភាពពិតជាក់ស្ដែងហើយនឹងផ្លូវច្បាប់នេះជានុគោលហ្នឹងហើយបន្ទាប់មកធ្វើការវាតម្លៃបាទអញ្ចឹងអាហ្នឹងអញ្ចឹង ChatGPT គឺយើងអាចជួយមើលកន្លែងហ្នឹងបានអញ្ចឹងយើងអាចមើលតាមដំណើរការហ្នឹងហើយបើយើងចង់ច្បាស់ទៀតយើងអាច search មើលប្រភពផ្សេងទៀតអញ្ចឹងគេឲ្យយើងចង់ឲ្យច្បាស់ថាសូមឲ្យយើងឲ្យគាត់ផ្ដល់ reference មកយើងមកថាតើអ្វីដែលគាត់បានហ្នឹងបានពីណាមកបាទ
កុំឲ្យចេះតែថាមកអញ្ចឹងគាត់មាន reference របស់គាត់គេថាបានពី website របស់ ICJ អីចឹងជាដើមទៅប៉ុន្តែយើងមិនតាន់អាចជឿទុកចិត្តបានខ្លាំងពេកអញ្ចឹងយើងត្រូវទៅចូលមើលតាម website មួយដែរអញ្ចឹងក្នុងករណីយើងធ្វើការស្រាវជ្រាវឬមួយក្នុងករណីយើងធ្វើកិច្ចការអីផ្សេងៗអញ្ចឹងបានយក ChatGPT ឬអីនេះជាមតិយោបល់បានតែយើងត្រូវចូលទៅមើលបន្ថែមនៅទី website ហ្នឹងអញ្ចឹងយើងត្រូវទៅមើលបន្ថែមដើម្បីបញ្ជាក់ពីព័ត៌មានហ្នឹងថាពិតអីចឹងណាហ្នឹងហើយនឹង ChatGPT ដែលខ្ញុំចូលចិត្តប្រើហើយមានផ្សេងទៀតក៏ដូចគ្នាដែរមាន Copilot មាន DeepSeek អីហ្នឹងគឺរបៀប search រកអីផ្សេងដូចគ្នាអរគុណច្រើនតែបងប្អូនចេះប្រើហ្នឹងទាំងអស់គ្នាបាទ